នៅក្នុងគ្រានោះរលកសម្ពាធធម្មពលក្បាច់គុណដ៏ខ្លាំងក្លាចេញពីកំពូលអ្នកខ្លាំងទាំងពីរនាក់បានធ្វើឲ្យមនុស្សគ្រប់គ្នានៅជុំវិញកើតមានក្តីភិតភ័យរន្ធត់ជាខ្លាំងព្រោះពួកគេដឹងច្បាស់ណាស់ពីអំណាចដ៏ខ្លាំងក្លាមហិមាន័យកំពូលអ្នកខ្លាំងកម្រិតព្រះដែលអាចវាយសម្លាប់មនុស្សបានយ៉ាងងាយស្រួលបំផុតហេតុដូច្នេះហើយភ្លាមបន្ទាប់ពីមានការផ្ទុះឡើងនៃធម្មពលកម្លាំងបោកបក់ហ្វូងមនុស្សម្នាជាច្រើនក៏បានប្រញាប់ប្រញាល់រត់គេចខ្លួនប្រសាចប៉ុន្តែមានក្មេងស្រីម្នាក់បែរជាមិនបានដឹងយល់ពីភាពគ្រោះថ្នាក់ជាតិមួយនេះទើបបានជានាងបន្តឈរស្ងៀមមួយកន្លែងរហូតត្រូវរងការរុញច្រានបុកទង្គិចពីហ្វូងមនុស្សធ្វើឲ្យរបូតកងដៃផ្ទាល់ខ្លួនធ្លាក់ទៅលើដីក្មេងស្រីម្នាក់នោះបានស្រែកឡើងទាំងក្តីបារម្ភថាកងដៃរបស់ម៉ាក់ខ្ញុំនាងប្រឹងរត់ទៅរើសយកវាតែត្រូវបានព្រះរាជបុត្រាច្បងលូកដៃមកខាត់ខាំងទុកកុំទៅអីនៅទីនោះវាមានភាពគ្រោះថ្នាក់ខ្លាំងណាស់ពួកឆ្មាំការពារបានស្រែកឡើងទាំងក្តីភិតភ័យនៅពេលដែលបានមើលឃើញក្មេងស្រីម្នាក់នោះបានប្រឹងរត់ចូលទៅចំកណ្ដាលសមរភូមិប្រយុទ្ធរបស់អ្នកទាំងពីរនាក់ខណៈនោះលីខធាននិងហាងភូធានយួនកំពុងតែប្រឹងប្រមូលផ្ដុំធម្មពលកម្លាំងដើម្បីត្រៀមខ្លួនបើការវាយសម្រុកបញ្ចេញនៅក្បាច់គុណផ្ដាច់ព្រាត់ចុងក្រោយកម្លាំងខ្យល់បោកបក់ដ៏ខ្លាំងក្លាមហិមាបានធ្វើឲ្យញ័ររំជួយដល់មេឃសុគាប៉ុន្តែក្មេងស្រីម្នាក់នោះបែរជាមកឈរនៅចំកណ្ដាលចរន្តធម្មពលនៃភាគីទាំងសងខាងទៅវិញដោយនៅខាងម្ខាងគឺមានរលកកណ្ដាប់ដៃបិសាចដ៏មានអំណាចមហិមារីឯនៅខាងម្ខាងទៀតគឺជារលកក្បាច់គុណនាគមាសដែលសុទ្ធសឹងតែជាកំពូលក្បាច់គុណដ៏ខ្លាំងក្លាបំផុតរាល់រស្មីនៃធម្មពលសម្រាប់ដ៏សាហាវឃោឃៅគឺបានប្រមូលផ្ដុំសម្ដៅមករកខ្លួននាងទាំងអស់ធ្វើឲ្យនាងចាប់ផ្ដើមមានអារម្មណ៍ថាថប់ដង្ហើមនិងស្អិតដើមទ្រូងជាខ្លាំងសូម្បីតែសម្លៀកបំពាក់គ្រងកាយក៏ត្រូវរងការរហែករហិនអស់ដែរសក់ក្បាលវែងពណ៌ខៀវស្រស់ត្រូវបានរបូតរសាត់ទៅតាមកម្លាំងខ្យល់បោកបក់ដែលវាបានស្ដែងលាតត្រដាងឲ្យឃើញយ៉ាងច្បាស់ថាតាមពិតទៅនាងគឺជាក្មេងស្រីម្នាក់សោះព្រះរាជបុត្រាទាំង3ព្រះអង្គបានស្រែកឡើងទាំងក្តីភ្ញាក់ផ្អើលជាខ្លាំងសូម្បីតែព្រះនាងយ៉ងនីងលោកមេទ័ពធំឌូគូហ្សាន់ធាននិងលោកស៊ឺម៉ាហួយក៏កើតមានក្តីភ័យខ្លាចខ្លាំងដែរប៉ុន្តែរាល់ការវាយសម្រុកប្រយុទ្ធគ្នាកម្រិតកំពូលមកនឹងគឺមិនអាចមានអ្នកណាមានសមត្ថភាពអាចលូកដៃចូលទៅរំខានឬខាត់ខាំងទុកបានឡើយគឺមានតែត្រូវរងចាំមើលរហូតដល់លទ្ធផលឈ្នះចាញ់ត្រូវបានសម្រេចតែប៉ុណ្ណោះនៅខណៈពេលដែលបានដឹងយល់ពីស្ថានភាពដ៏គ្រោះថ្នាក់ជាតិបែបនេះព្រះនាងយ៉ងនីងបានប្រឹងលើកកងដៃអាត់កំបាំងនោះឡើងទៅលើរួចហើយក៏បង្ហូរទឹកភ្នែកយំខ្សឹកសួរថាម៉ាក់អើយសូមម៉ាក់ប្រញាប់មកជួយសង្គ្រោះកូនផងទោះបីជាដឹងខ្លួនច្បាស់ថាចិត្តត្រូវស្លាប់បាត់បង់ជីវិតទៅហើយក៏នៅក្នុងចិត្តរបស់នាងនៅតែលួចមានក្តីសង្ឃឹមចង់ឲ្យមានអ្នកមកជួយដដែលព្រោះកាលពីមុនម៉ាក់របស់នាងធ្លាប់បានប្រាប់ថាច្បាស់ជានឹងមានកំពូលអ្នកខ្លាំងចាំមកតាមថែរក្សាការពាររូបនាងជានិច្ចព្រះនាងយ៉ងនីងកើតមានការញ័រទៅទ្រឹកពេញរាងកាយរួចប្រឹងលួចខ្សឹបហៅតិចប៉ុន្តែស្រាប់តែនៅចំខណៈពេលដែលនាងបានបិទភ្នែកចុះភ្លាមរាល់កម្លាំងខ្យល់ព្យុះបោកបក់ដ៏គួរឲ្យរន្ធត់ចិត្តទាំងឡាយក៏ស្រាប់តែត្រូវរលាយបាត់បង់ទៅវិញភ្លាមតែម្ដងនិងត្រូវបានជំនួសមកវិញដោយសម្លេងដ៏មានអំណាចរបស់បុរសម្នាក់ពោលថានាងតូចថ្ងៃក្រោយកុំមកឈានជើងចូលមកក្នុងតំបន់ព្រៃភ្នំដ៏មានភាពកាចសាហាវបែបនេះទៀតឲ្យសោះណាព្រះនាងយ៉ងនីងកើតមានក្តីភ្ញាក់ផ្អើលជាខ្លាំងរួចបានបើកភ្នែកលុបសម្លឹងមើលទៅក៏បានមើលឃើញថាមានបុរសម្នាក់កំពុងតែឈរជើងបញ្ចេញធម្មពលដើម្បីថែរក្សាការពាររូបនាងជាប់ហើយអ្វីដែលរឹតតែគួរឲ្យមានការភ្ញាក់ផ្អើលខ្លាំងបំផុតទៅទៀតនោះគឺគេគ្រាន់តែប្រើប្រាស់ដៃតែម្ខាងប៉ុណ្ណោះក៏អាចមានសមត្ថភាពខ្ពស់ក្នុងការទប់ទល់រារាំងនៅរាល់ធម្មពលវាយសម្រុកដ៏មហិមារបស់បុគ្គលទាំងពីរនាក់បានសម្រេចបាត់ទៅហើយនាងគិតដោយក្តីត្រេកអរថាបងថ្លៃតើមកពីបណ្ដាមកពីម៉ាក់ចាត់ឲ្យបងមកជួយសង្គ្រោះជីវិតខ្ញុំមែនទេសក់ក្បាលវែងពណ៌សស្កូវរបស់គេបានបក់រលាស់ទៅតាមកម្លាំងខ្យល់ប៉ុន្តែយុវជនវ័យក្មេងម្នាក់នោះគឺមិនបានព្រមពោលពាក្យឆ្លើយតបអ្វីទៅកាន់នាងឡើយគេគ្រាន់តែប្រើប្រាស់ធម្មពលកម្លាំងរុញច្រានធ្វើឲ្យហាងភូធានយួនត្រូវខ្ទាតចេញទៅយ៉ាងលឿនរហូតធ្វើឲ្យដីធ្លីត្រូវបែកប្រេះស្រាំហើយហាងភូធានយួនត្រូវមកដេកស្ដុកស្ដឹងនៅលើដីភ្លាមនៅលើផ្ទៃមុខរបស់គេមានសភាពស្លេកស្លាំងខ្លាំងរួចលោភគិតទាំងក្តីតក់ស្លុតថាតើអាល្អិតម្នាក់នេះវាជានរណាឲ្យប្រកាសទៅហើយតើហេតុអីបានជាវាអញមានលទ្ធភាពរកវិធីមករុញច្រានបង្វែរកណ្ដាប់ដៃដ៏មានអំណាចរបស់អញចេញទៅបានយ៉ាងងាយស្រួលបំផុតដល់ថ្នាក់នឹងទៅវិញរួចយុវជននោះងាកទៅសួរថាលោកលីតើលោកមិនទាន់ព្រមដករាល់កម្លាំងធម្មពលក្បាច់គុណរបស់លោកចេញត្រឡប់ទៅវិញទេមែនទេលីខធានមានការភ្ញាក់ព្រឹត្តជាខ្លាំងគាត់បានប្រញាប់ប្រញាល់ដកកម្លាំងធម្មពលរបស់គាត់ចេញត្រឡប់ទៅវិញភ្លាមរួចពោលដោយក្តីគោរពថាលោកម្ចាស់ជូហ្វានទីបំផុតលោកពិតជាបានធ្វើដំណើរមកដល់ទីតាំងមួយនេះពិតមែនហើយមែនទេមនុស្សគ្រប់គ្នានៅជុំវិញទីលានប្រឡងស្រាប់តែនាំគ្នាឈរស្ងៀមស្ងាត់ឈឹងព្រោះគ្មានអ្នកណាម្នាក់លបនឹកគិតស្មានទុកជាមុនតតែសោះថាជូហ្វាននឹងព្រមធ្វើដំណើរមកកាន់ទីនេះនៅក្នុងថ្ងៃនេះឡើយលុះនៅពេលដែលបានដឹងយល់ពីអត្តសញ្ញាណពិតប្រាកដរបស់គេភ្លាមទាំងលឹងវូឆាងរួមជាមួយនឹងហាងភូធានយួនក៏ស្រាប់តែត្រូវកើតមានការតក់ស្លុតចិត្តជាខ្លាំងភ្លាមដែរព្រោះគិតឃើញថាគ្រាន់តែចំណាយពេលត្រឹមតែរយៈពេលប៉ុន្មានខែសោះតែសមត្ថភាពពិតរបស់ជូហ្វានគឺបានកើនឡើងខ្លាំងរហូតមានកម្រិតខ្លាំងលើសពីខណៈពេលបើការប្រកួតប្រជែងកាលពីមុនឆ្ងាយណាស់លុះនៅពេលដែលលោកមេទ័ពធំឌូគូហ្សានធានជាមួយនឹងលោកស៊ឺម៉ាហួយបានធ្វើដំណើរមកដល់ទីនោះភ្លាមពួកគេក៏បានបង្ខំចិត្តបញ្ឈប់ជំហានជើងផ្លែតដោយទឹកមុខរបស់ម្នាក់គឺមើលទៅមិនសូវជាមានសេចក្តីសប្បាយរីករាយប៉ុន្មានឡើយព្រោះនៅក្នុងជំរឿចិត្តគឺពួកគេបានយល់ដឹងច្បាស់ពីអត្ថន័យពិតប្រាកដនៃរឿងរ៉ាវមួយនេះហើយថាកម្លាំងសមត្ថភាពពិតប្រាកដរបស់ជូហ្វាននាពេលបច្ចុប្បន្នគឺមានកម្រិតខ្លាំងពូកែអស្ចារ្យដល់ថ្នាក់អាចមានឥទ្ធិពលខ្ពស់រហូតបង្ខំឲ្យខាងភាគីរាជវង្សានុវង្សទាំងមូលត្រូវតែព្រមផ្លាស់ប្ដូរនៅរាល់ឥរិយាបថរបស់ខ្លួនចំពោះមុខគេបាត់ទៅហើយលុះនៅពេលដែលរាល់ធូលីដីហុយទាំងឡាយត្រូវបានចាប់ផ្ដើមរលាយបាត់អស់លូយ៉ុនឆាងក៏បានដឹកនាំក្រុមកងមនុស្សរបស់ខ្លួនដើរចូលមកបើកការជួបជុំផ្ទៃមុខនាងបានត្រៀមនឹងពោលពាក្យសម្ដីអ្វីមួយទៅកាន់គេប៉ុន្តែស្រាប់តែត្រូវក៏លេចទៅមើលឃើញក្មេងស្រីម្នាក់នោះកំពុងតែឈរជើងសម្លឹងមើលចំទៅកាន់ជូហ្វានមិនដាក់ភ្នែកតតែសោះលូយ៉ុនឆាងបានលេចនៅស្នាមញញឹមរួចដើរទៅសួរដេញដោលថាក្មួយស្រីតើខ្លួនប្រាណឯងមិនបានកើតមានបញ្ហាគ្រោះថ្នាក់អ្វីទេមែនទេ
ប៉ុន្តែក្មេងស្រីម្នាក់នោះគឺនៅតែបន្តរក្សាខ្សែភ្នែកសម្លឹងមើលចំទៅកាន់យុវជនវ័យក្មេងសក់សស្កើម្នាក់នោះមិនព្រមដករួចនិយាយតើអ្នកឯងគឺជាបុគ្គលដែលមានឈ្មោះល្បីល្បាញខ្លាំងថាជាជូហ្វានោះមែនទេមើលទៅរូបសម្បត្តិជាក់ស្ដែងរបស់អ្នកគឺពិតជាមានសភាពសមស័ក្តិស្រេះស្របទៅនឹងរាល់ពាក្យពេចន៍សម្ដីដែលមនុស្សគ្រប់គ្នានាំគ្នានិយាយល្បីពិតមែនលូយ៉ុនឆាងលុះបានឮពាក្យសម្ដីដ៏ក្រអឺតក្រទមរបស់នាងបែបនេះហើយក៏កើតមានក្តីភ្ញាក់ព្រឺតខ្លាំងនៅក្នុងចិត្តភ្លាមខណៈនោះព្រះអង្គម្ចាស់ទី3បានប្រញាប់ប្រញាល់ស្ទុះរត់លោតចូលទៅអោបក្រសោបខ្លួនជូហ្វាណែនរូបខ្ញុំពិតជាមានក្តីនឹករលឹកដល់បងប្រុសខ្លាំងណាស់ប៉ុន្តែជូហ្វានបានប្រញាប់រកវិធីគេចខ្លួនចេញរួចហើយក៏បានលូកជើងធាក់មួយទំហឹងតើព្រះអង្គកំពុងតែមានបំណងចង់ធ្វើឈួតស្អីនឹងដឹងទេថាកាលពីមុនមកគឺខ្ញុំមិនដែលធ្លាប់បានមើលឃើញព្រះអង្គមកធ្វើរឹកពីចរិតបែបនេះដាក់ខ្ញុំម្ដងណាឡើយព្រះអង្គម្ចាស់ទី3បានត្រឹមតែឈរសម្លឹងមើលមកកាន់គេទាំងក្តីងឿងឆ្ងល់ខ្លាំងនៅក្នុងប្រតិយជូហ្វានបានលេចនៅស្នាមញញឹមរួចពោលដោះស្រាយថាខ្ញុំបាទសូមព្រះរាជទានទោសផងចុះព្រះអង្គព្រោះដោយសារតែខ្ញុំមានក្តីភិតភ័យក្នុងចិត្តខ្លាំងខ្លាចថាព្រះអង្គនឹងវាយកិនកំទេចរូបរាងកាយខ្ញុំឲ្យស្លាប់តែប៉ុណ្ណោះព្រះអង្គកើតមានការញាប់ញ័រក្នុងប្រតិយហឺឯងពិតជាមនុស្សដែលមានចរិតឆ្លើយហួសប្រមាណកម្រិតពេកហើយដឹងទេលុះនៅពេលដែលបានមើលឃើញពីភាពស្និទ្ធស្នាលខ្លាំងខុសពីធម្មតារបស់អ្នកទាំងពីរនាក់បែបនេះព្រះនាងយងនីងក៏បានចេញព្រះអស់សួរដេញដោលទៅកាន់ព្រះអង្គម្ចាស់ទី3ផ្លែបនេះភ្លាមមនុស្សគ្រប់គ្នានៅជុំវិញទីលានប្រឡងទាំងមូលក៏បានដឹងខ្លួនច្បាស់ផ្លេតថាតាមពិតទៅនាងគឺជាព្រះនាងដ៏ខ្ពង់ខ្ពស់មួយព្រះអង្គសោះព្រះនាងយងនីងបានលេចនៅស្នាមញញឹមរួចពោលពិតប្រាកដណាស់ប៉ុន្តែស្ថិតនៅក្នុងខណៈពេលដែលនាងបង្វែរខ្សែភ្នែកសម្ដៅទៅសម្លឹងមើលជូហ្វាននោះគេបែរជាធ្វើរឹកពីប្រងើយកន្តើយហាក់បីដូចជាមិនបានកើតមានចិត្តខ្វល់ខ្វាយអ្វីចំពោះរូបនាងបន្តិចសោះឡើយធ្វើឲ្យព្រះរាជបុត្រាច្បងលបខឹងរួចគិតថាឯងពិតជាធ្វើទង្វើជ្រុលហួសប្រមាណពេកហើយណាហ៊ានមានចិត្តថ្លើមធំលួចរត់គេចខ្លួនចាក់ចេញពីក្នុងព្រះបរមរាជវាំងដើម្បីតែចង់ធ្វើដំណើរមកកាន់ទីតាំងដ៏មានភាពគ្រោះថ្នាក់ខ្លាំងបែបនេះផងឬព្រះរាជបុត្រាច្បងក៏បានបោះជំហានជើងដើរចូលមករួចហើយក៏បានបើកការស្ដីបន្ទោសទៅកាន់នាងខ្លាំងភ្លាមរួចហើយក៏បានបង្វែរផ្ទៃមុខមកពោលពាក្យសម្ដីអរគុណយ៉ាងជ្រាលជ្រៅជូនទៅដល់ជូហ្វានដែលបានស្ម័គ្រចិត្តវាជួយសង្គ្រោះអាយុជីវិតរបស់នាងប៉ុន្តែគួរឲ្យស្ដាយខ្លាំងណាស់ព្រោះមិនទាន់ទាំងបានពោលដាច់ពាក្យសម្ដីសំគួរផងជូហ្វានបែរជាបានបោះជំហានជើងដើរចាក់ចេញសម្ដៅទៅកាន់ទិសដៅដ៏មានភាពផ្ទុយគ្នាភ្លាមបាត់ដែលទង្វើដ៏ប្រងើយកន្តើយមួយនេះបានធ្វើឲ្យព្រះរាជបុត្រាច្បងត្រូវកើតមានក្តីមន្ទិលសង្ស័យនិងមានចម្ងល់ខ្លាំងនៅក្នុងប្រតិយដដែលសម្លឹងមើលទៅកាន់តែរូបរាងកាយរបស់ជូហ្វានដែលកំពុងតែបោះជំហានជើងដើរសម្ដៅត្រង់ទៅជិតខ្លោងទ្វារធំនៃព្រះបរមរាជវាំងមនុស្សគ្រប់គ្នានៅជុំវិញទីលានប្រឡងទាំងមូលសុទ្ធសឹងតែដកដង្ហើមធំដង្ហក់ផ្អើលព្រមគ្នាព្រោះកើតមានក្តីភិតភ័យក្នុងចិត្តខ្លាំងខ្លាចថាជូហ្វាននឹងនៅតែមានបំណងចង់បើកការវាយប្រហារប្រយុទ្ធគ្នាតទៅទៀតនៅក្នុងជម្រៅចិត្តរបស់ពួកគេម្នាក់ៗគឺមានលាយឡំទៅដោយទាំងអារម្មណ៍រំភើបញាប់ញ័ររួមជាមួយនឹងក្តីភ័យខ្លាចខ្លាំងពីព្រោះដឹងខ្លួនច្បាស់ថាកម្លាំងសមត្ថភាពពិតប្រាកដរបស់ជូហ្វាននាពេលបច្ចុប្បន្នគឺពិតជាមានភាពខ្លាំងក្លាមហិមាអស្ចារ្យពិតប្រាកដមែនលុះនៅខណៈពេលដែលជូហ្វានបានបោះជំហានជើងដើរទៅជិតខ្លួនរបស់បុគ្គលទាំងពីរនាក់នោះភ្លាមស្រាប់តែមានមនុស្សម្នាក់បានលោតផ្លោះខ្លួនចូលមកអារាំងផ្លូវរបស់គេទុកផ្លេតរួចពោលខាត់ថាកុំទាន់អាលបន្តជំហានជើងទៅមុខទៀតអីហាងភូហ្វឹងឡៃបានដើរចេញមកកាត់ផ្លូវរបស់គេរួចហើយក៏បានពោលឡើងមកដោយទឹកដមសម្លេងស្រទន់ថាសូមលោកកុំទាន់អាលកើតមាននៅចិត្តតានតឹងខ្វល់ខ្វាយខ្លាំងអីព្រោះថ្ងៃនេះវាគឺជាថ្ងៃសិរីសួស្តីដ៏ល្អមួយដូចនេះរូបខ្ញុំគឺគ្រាន់តែមានបំណងចង់ឲ្យមនុស្សគ្រប់គ្នានៅទីនេះអាចព្រមរក្សានូវភាពស្ងប់ស្ងាត់រៀងៗខ្លួនតែប៉ុណ្ណោះខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអស់លោកអ្នកគ្រប់គ្នានឹងមិនព្រមបង្កឲ្យកើតមាននៅរឿងរ៉ាវបញ្ហាចលាចលណាមួយឡើងឡើយលើពីនេះទៅទៀតប្រសិនបើកលេចនិយាយរំលឹកពីកម្លាំងសមត្ថភាពពិតប្រាកដក្រៅពីខ្លួនលោកចេញទៅនោះគឺមានតែលីខធានម្នាក់តែប៉ុណ្ណោះដែលមានកម្រិតខ្ពស់សក្តិសមគួរតែអាចឡើងមកបើកការតតាំងប្រកួតប្រជែងជាមួយនឹងរូបយើងបានសម្រេចហាងភូហ្វឹងឡៃបានលេចនៅស្នាមញញឹមឡើងមកក្នុងន័យបែបចំអកឡកលើយផ្ចាផ្ចាញ់ខ្លាំងតើឯងហ៊ានមានចិត្តថ្លើមធំមកស្រែកពោលពាក្យសម្ដីឌឺដងដាក់ពួកយើងផងឬរាល់ពាក្យពេចន៍សម្ដីចំអកឡកលើយរបស់ហាងភូហ្វឹងឡៃគឺមានឥទ្ធិពលខ្ពស់រហូតអាចទាក់ទាញខ្សែភ្នែករបស់មនុស្សគ្រប់គ្នាឲ្យនាំគ្នាងាកមកសម្លឹងមើលចំសម្ដៅត្រង់មកត្រង់ខ្លោងទ្វារព្រះបរមរាជវាំងភ្លាមព្រោះពួកគេលួចកើតមានគំនិតចង់ដឹងខ្លាំងណាស់ថាតើទោះបីជាដឹងច្បាស់ថាបច្ចុប្បន្ននេះជូហ្វានមានភាពខ្លាំងពូកែកម្រិតណាក៏ដោយប៉ុន្តែចុះប្រសិនបើត្រូវត្រឡប់យកកម្លាំងរបស់គេទៅបើកការប្រៀបធៀបជាមួយនឹងកម្លាំងអំណាចពិតរបស់ពួកត្រកូលចាស់ៗវិញនោះតើលទ្ធផលវានឹងទៅជាយ៉ាងណាវិញទៅឯងពិតជាមនុស្សដែលមានគំនិតល្ងង់ខ្លៅខ្លាំងណាស់ដឹងទេគឺច្បាស់ជានឹងត្រូវទទួលបានមើលឃើញនៅរាល់អំណាចពិតប្រាកដជាក់ជាមិនខានឡើយលុះនៅចំខណៈពេលដែលគេបានស្រែកបញ្ជាដាច់ពាក្យភ្លាមស្រាប់តែមានសម្លេងផ្ទុះដ៏ខ្លាំងក្លាមហិមាមួយខ្សែបានលាន់បន្លឺឡើងរហូតធ្វើឲ្យកើតមានការរំជួយដីធ្លីយ៉ាងខ្លាំងហើយក៏បានលេចចេញនៅរូបរាងកាយរបស់មនុស្សចំនួន7នាក់បានលោតផ្លោះខ្លួនចុះមកពីលើអាកាសភ្លាមពួកគេទាំងអស់គ្នាបានដើរមកឈរជើងយ៉ាងម៉ឺងម៉ាត់នៅពីខាងក្រោយខ្នងរបស់ជូហ្វានព្រមទាំងបានបញ្ចេញនូវរស្មីថាមពលក្បាច់គុណដ៏ខ្លាំងដែលវាមានកម្រិតខ្លាំងរហូតធ្វើឲ្យអស់ពួកអ្នកខ្លាំងយាមទ្វារក្រុងទាំងអស់ត្រូវកើតមានការភ័យខ្លាចខ្លាំងរហូតដល់ថ្នាក់បាក់សក់ក្បាលរៀងៗខ្លួនភ្លាមរាល់ភាពក្រអឺតក្រតងក្រអួងក្រអាយទាំងឡាយដែលធ្លាប់តែលួចមានកាលពីមុននោះគឺត្រូវបានរលាយបាត់បង់អស់រលីងភ្លាមព្រោះដឹងច្បាស់ថាទោះបីជាស្ថិតនៅឯត្រង់ខ្លោងទ្វារនោះគឺមានផ្ទុកនៅក្រុមកងអ្នកខ្លាំងពូកែដល់ទៅ30អ្នកឈរជើងការពារក៏ដោយប៉ុន្តែរលកអូរ៉ាធម្មពលក្បាច់គុណដែលជាបំភាយចេញមកពីសំណាក់មនុស្ស7នាក់នោះគឺមានកម្រិតខ្លាំងអស្ចារ្យស្មើដាច់ទៅនឹងពួកគេបាត់ទៅហើយអស់ក្រុមកងកម្ពុជាអ្នកខ្លាំងទាំងឡាយសុទ្ធសឹងតែមានការតក់ស្លុតនិងភិតភ័យក្នុងចិត្តជាខ្លាំងនៅក្នុងខណៈពេលដែលបានកលេចទៅមើលឃើញនៅវត្តមានរបស់ពួកគេទាំងអស់នោះព្រោះក្រៅតែពីមានមនុស្សម្នាក់ដែលមានកម្រិតសមត្ថភាពគុណនៅមិនទាន់បានឈានជើងចូលទៅដល់កម្រិតខ្ពស់ច្បាស់លាស់នៅឡើយទេនោះប៉ុន្តែមនុស្ស6នាក់ផ្សេងទៀតគឺសុទ្ធសឹងតែជាបុគ្គលដ៏មានឈ្មោះល្បីល្បាញខ្លាំងនៅក្នុងពិភពគុណទាំងអស់នោះគឺមានទាំងកំពូលបិសាចស្រមោលប្រច័ណ្ឌថែមទៀតផង
ចុះតើហេតុអីបានជាស្រាប់តែព្រមស្ម័គ្រចិត្តធ្វើដំណើរមកចូលរួមក្រុមដើរតាមពីក្រោយជូហ្វានបែបនេះទៅវិញលឹងវូឆាងបានចេញមុខមកសួរដេញដោលឡើងដោយទឹកដុំសម្លេងដ៏ម៉ឺងម៉ាត់បំផុតខណៈពេលដែលនៅក្នុងកែវភ្នែករបស់គេគឺស្រាប់តែមានលេចឡើងនៅរាល់រូបភាពចងចាំចាស់ៗឆ្លងកាត់ភ្លាមព្រោះនឹកឃើញដល់រឿងរ៉ាវកាលពីមុនដែលខាងភាគីរបស់ខ្លួនគឺធ្លាប់បានខំប្រឹងរកវិធីចំណាយពេលវេលាចេញមុខទៅអូសទាញតាក់ទាញចិត្តពួកគេឲ្យចូលរួមក្រុមជាច្រើនដងណាស់ដែរប៉ុន្តែវាគឺមិនអាចទទួលបាននូវភាពជោគជ័យម្ដងណាឡើយលុះនៅពេលនេះបានមកមើលឃើញច្បាស់នឹងភ្នែកថាពួកគេសុទ្ធសឹងតែព្រមស្ម័គ្រចិត្តឈរជើងស្ថិតនៅឯត្រង់ខាងភាគីរបស់សត្រូវសន្លប់ស្មារតីបែបនេះខាងក្រុមកងគ្រួសាររបស់រាជវង្សានុវង្សមានការកើតមាននូវក្តីស្ដាយក្រោយជាពន់ពេកដែលកាលពីមុនមិនបានវាយបើកការកំទេចសម្រាប់ពួកវាចោលឲ្យអស់អ្នកទាំងពីរនាក់បានលេចនៅស្នាមញញឹមបែបចំអកឡកលើយត្រឡប់ទៅវិញរួចពោលថាលោកលឹងអើយលោកលឹងតើពេលនេះនៅក្នុងចិត្តលោកកំពុងតែលួចកើតមានក្តីស្ដាយក្រោយជាខ្លាំងដែលកាលពីមុនមិនបានវាយបើកការកំទេចសម្រាប់ពួកយើងចោលមែនទេបុគ្គលដែលជាកំពូលបិសាចភ្លើងខូខើបានលេចនៅស្នាមញញឹមស្រស់រួចឆ្លើយវាពិតជារឿងមួយដ៏គួរឲ្យអាណិតខ្លាំងណាស់លោកលឹងព្រោះប្រសិនបើកាលពីមុនមកពួកលោកមានចិត្តទូលាយនិងចេះយល់ដឹងពីទុក្ខលំបាករបស់ពួកយើងបានល្អដូចជាលោកប្រុសជួហ្វាន់មែននោះពួកយើងក៏ប្រហែលជាបានស្ម័គ្រចិត្តដូចចិត្តចោះចូលរួមបម្រើការងារឲ្យខាងភាគីរាជវង្សានុវង្សរបស់ពួកលោកតាំងពីដំបូងយូរណាស់មកហើយរីឯកំពូលបិសាចតកកស្រទុំវិញក៏បានសម្លឹងមើលចំទៅកាន់ផ្ទៃមុខលឹងវូឆាងដោយក្រសែភ្នែកដ៏មានក្តីពេញចិត្តជាខ្លាំងដូចគ្នាដែរលឹងវូឆាងបានប្រឹងខំធ្មេញរបស់គេណែនទាំងចិត្តពោពេញទៅដោយកំហឹងមហិមាទីបំផុតរូបអញបានយល់ដឹងច្បាស់ពីសាច់រឿងអស់បាត់ទៅហើយក្នុងពេលដែលពួកឯងបានសម្រេចចិត្តបដិសេធមិនព្រមផឹកស្រាល្អដែលរូបអញបានចំណាយពេលខំដកហុចប្រគល់ជូនទៅឲ្យបើអញ្ចឹងចូលពួកឯងនាំគ្នាប្រញាប់ទៅទទួលផឹកនៅស្រាពិន័យសេចក្តីស្លាប់ឲ្យបានសម្រេចចិត្តចង់ទៅចុះព្រោះសម្រាប់នៅក្នុងខណៈពេលនេះពួកឯងគឺពិតជាបានដើរមកដល់ផ្លូវតច្រកនៃសេចក្តីស្លាប់បាត់ទៅហើយជួហ្វានបានលេចនៅស្នាមញញឹមឡើងអ្វីដែលពួកគេបានបកស្រាយបញ្យលអំបញ្ញមិញគឺពិតជាមានហេតុផលត្រឹមត្រូវខ្លាំងណាស់លោកលឹងព្រោះពួកគេដឹងខ្លួនច្បាស់ថាពួកលោកគឺមិនមែនជាគូប្រកួតពិតប្រាកដរបស់ខ្ញុំឡើយហើយច្បាប់ធម្មជាតិនៅក្នុងពិភពគុណគឺតែងតែមានសភាពបែបនឹងឯងគឺប្រសិនបើពួកយើងមិនអាចរកវិធីអូសទាញពួកគេឲ្យចូលមកខាងយើងបានទេនោះមានតែត្រូវវាយបើកការកម្ចាត់ពួកគេចោលឲ្យអស់តែប៉ុណ្ណោះជាពិសេសគឺស្ថិតនៅក្នុងខណៈពេលដែលវត្តមានរបស់ពួកគេកំពុងតែបើកការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ខ្សែជីវិតរបស់ពួកយើងបែបនេះដឹងទេថាប្រសិនបើមានថ្ងៃណាមួយដែលលោកត្រូវទទួលបរាជ័យចាញ់នៅក្នុងកណ្ដាប់ដៃរបស់ខ្ញុំមែននោះមូលហេតុចម្បងដ៏ធំបំផុតគឺបណ្ដាលមកពីលោកជាមនុស្សដែលមានចរិតមិនមានភាពច្បាស់លាស់នៅក្នុងការសម្រេចចិត្តធ្វើកិច្ចការងារធំតែប៉ុណ្ណោះឯងកែវភ្នែកទាំងសងខាងរបស់ជួហ្វានស្រាប់តែបានប្រែផ្លាស់ប្ដូរពណ៌ទៅជាមានសភាពក្រហមឆ្អៅគួរឲ្យខ្លាចរន្ធត់ចិត្តខ្លាំងភ្លាមរួចគេពោលបន្ថែមទៀតថានេះហើយនៅក្នុងនាមខ្ញុំជាបុគ្គលម្នាក់ដែលជាកំពូលមេដឹកនាំដ៏ពិតប្រាកដនោះគឺនៅក្នុងកណ្ដាប់ដៃរបស់ខ្ញុំត្រូវតែមានក្តាប់ណែននៅរាល់អំណាចពិតប្រាកដទាំងអស់ចំណែកឯពួកមនុស្សប្រភេទដូចជាលោកវិញគឺគ្រាន់តែជាមនុស្សដែលមានតួនាទីត្រឹមតែជាអ្នកដើរតាមរៀបចំផែនការយុទ្ធសាស្ត្រឲ្យគេតែប៉ុណ្ណោះហើយនេះហើយគឺជាចំណុចខុសគ្នាដាច់ស្រឡះដ៏ធំបំផុតរវាងពាក្យថាមន្ត្រីរាជការជាមួយនឹងពាក្យថាម្ចាស់ដីម្ចាស់អំណាចដ៏ពិតប្រាកដនោះជួហ្វានបានលើកដៃទាំងសងខាងរបស់គេឡើងរួចហើយក៏បានសម្លឹងមើលចំទៅកាន់ពួកគេទាំងខ្សែភ្នែកមើលងាយបំផុតសមត្ថភាពពិតរបស់លោកប្រសិនបើបើកការប្រៀបធៀបមកកាន់រូបខ្ញុំនៅពេលនេះគឺពិតជានៅមានសភាពខ្វះខាតឆ្ងាយខ្លាំងណាស់ដឹងទេលោកលឹងហើយលោកក៏ច្បាស់ជាគ្មានថ្ងៃមានលទ្ធភាពអាចដើរតាមប្រដេញតាមទាន់ល្បឿនល្បិចកលផែនការរបស់ខ្ញុំបានជាឡើយលុះនៅពេលដែលបានលើពាក្យសម្ដីសង្កត់ធ្ងន់បែបនេះភ្លាមផ្ទៃមុខរបស់លឹងវូឆាងស្រាប់តែត្រូវប្រែផ្លាស់ប្ដូរទៅជាមានសភាពខ្មៅងងឹតស្រទុំភ្លាមទាំងចិត្តពោពេញទៅដោយក្តីខឹងសម្បារនិងពិតភ័យខ្លាំងបំផុត